ទង្វើសន្តិសុខថៃរើអើងនិងចំអកជនជាតិចិនត្រូវសារព័ត៌មានធំលើពិភពលោកផ្សាយប្រងព្រាតឈ្មោះថៃបានល្បីសរសើរពេញពិភពលោកទៀតហើយតែមិនខុសពីមុនទេគឺល្បីខាងកើតរឿងមិនល្អដោយចុងក្រោយនេះបណ្ដាញសារព័ត៌មានអន្តរជាតិធំបានចុះផ្សាយពីសកម្មភាពរើអើងពូជសាសន៍មាក់ងាយនិងចំអកលកលើយរបស់សន្តិសុខប្រលានយន្តហោះទៅលើជនជាតិចិនមួយក្រុមសារព័ត៌មានធំក្នុងនោះក៏មានទាំង Channel New ASEAN ផងដែរបានបង្ហាញយ៉ាងច្បាស់ពីសកម្មភាពដែលគេឃើញថាសន្តិសុខនៅអាកាសយានដ្ឋានសុវណ្ណភូមិធ្វើកាយវិការបែបចំអករើសអើងឈានដល់ការប្រើដៃជើងថែមទៀតផងរឿងរ៉ាវចាប់ផ្ដើមចេញពីក្រុមអ្នកគាំទ្រជនជាតិចិនមួយក្រុមមានគ្នាជាង20នាក់បានព្យាយាមដេញតាម idol របស់ពួកគេចូលទៅក្នុងបន្ទប់រងចាំ VIP និងទៅតាមទ្វារយន្តហោះប៉ុន្តែត្រូវសន្តិសុខប្រលានហាមឃាត់ពេលនោះស្រាប់តែជនជាតិចិនប្រមាណ10នាក់បានបោះសម្ដីជាមួយសន្តិសុខហើយក៏មានការផ្លែផ្កាដាក់គ្នាទៅវិញទៅមកតាមរយៈវីដេអូដែលគេថតជាប់គេបានឃើញសន្តិសុខអាកាសយានដ្ឋានម្នាក់ធ្វើកាយវិការទាញភ្នែកដែលជាកាយវិការប្រមាថនិងរើសអើងពូជសាសន៍យ៉ាងធ្ងន់ធ្ងរចំពោះជនជាតិចិនវីដេអូនេះត្រូវបានសារព័ត៌មានអន្តរជាតិយកទៅផ្សាយប្រងព្រាតបង្កឲ្យមានការរិះគន់និងថ្កោលទោសយ៉ាងខ្លាំងទូទាំងពិភពលោកជាពិសេសជនបរទេសក៏បានចូលខមមិនសម្ដែងការមិនពេញចិត្តផងដែរយ៉ាងណានេះមិនមែនជារឿងថ្មីឡើយដែលជនជាតិថៃធ្វើបាបនិងមើលងាយដល់ទេសចរអន្តរជាតិហើយក្នុងករណីខ្លះឈានដល់ការសម្លាប់ជនបរទេសទៀតផងតួយ៉ាងរឿងល្បីបំផុតចុងក្រោយនេះគឺករណីឃាតកម្មបងប្អូនបង្កើតជនជាតិរុស្ស៊ីនៅឈុនបុរីត្រូវជនជាតិថៃសម្លាប់រួចកប់សំនៅតំបន់ភ្នំករណីនេះទូខ្លាំងពេញពិភពលោកឈានដល់ធ្វើឲ្យប្រទេសមួយចំនួនប្រមានឲ្យពលរដ្ឋខ្លួនកុំទៅលេងថៃព្រោះតែអសន្តិសុខនិងគ្មានសុវត្ថិភាពយ៉ាងណាមិញក្រោយរងការរិះគន់ដោយទឹកបាក់ត្រនំថៃក៏បានធ្វើការសុំទោសក្នុងករណីនេះដែរដែលកើតឡើងតាំងពី2សប្តាហ៍មុនមកម្ល៉េះក្រុមការងាររបស់កងសន្តិសុខដែលគ្រប់គ្រងអ្នកគាំទ្រតារាចិនបានប៉ះទង្គិចជាមួយ fan ទាំងនោះក្រោយមានការប្រើវិធីសាស្ត្រគ្រប់គ្រងហួសហេតុដំណើររឿងនេះគឺថាកាលពីយប់ថ្ងៃពុធសប្តាហ៍មុនក្រុមអ្នកគាំទ្របានដើរតាមតារាចិនមួយដួងនៅអាកាសយានដ្ឋានសុវណ្ណភូមិហើយទាំង idol និង fan សិតតែត្រូវជិះយន្តហោះ Thai Airways ជើងហោះហើរលេង TG 674គោលដៅទៅទីក្រុងប៉េកាំងដូចគ្នាអ្នកគាំទ្រក៏ប្រញាប់សម្រុកទៅជួប idol ទាំងដែលមិនឲ្យមន្ត្រីប្រលានឆែកសម្បត្តិហើយសន្តិសុខក៏បិទទ្វារយន្តហោះមិនឲ្យពួកគេចូលទើបឈានដល់មានការប៉ះទង្គិចគ្នាតែម្ដងដល់ថ្នាក់អ្នកខ្លះប៉ះសម្ដីគ្នាយ៉ាងក្តៅកគង់ខណៈអ្នកខ្លះរើវ៉ាលីចេញពីប្រលានក្រោយមកតាមការផ្សាយរបស់បកផុសនៅថ្ងៃពុធទី5ខែសីហាឆ្នាំ2026ថ្នាក់ដឹកនាំអាកាសយានដ្ឋានសុវណ្ណភូមិក៏បានចេញមុខសុំទោសហើយទទួលស្គាល់ថាក្រុមការងាររបស់ខ្លួនពិតជាអនុវត្តវិធីសាស្ត្រគ្រប់គ្រងជ្រុលហួសហេតុមែន